ឡៃទទួលបានឈ្មោះឆ្នាំ55ប្រកាសនាមថ្មីពុទ្ធិកម្មវិទ្យាល័យទទួលបានឈ្មោះព្រះសង្ឃរាមរិទ្ធពិតមហាកេតយមខបរំជាព្រះនាមហាអក្សត្រខ្មែរចាងវាងដំបងព្រះនាមរតថអង្គលវីអែមផងអង្គជួនណាត់ដែរចាងវាងដំបងព្រះនាមរតថអង្គលវីអែមផងអង្គជួនណាត់ដែរបន្តហួតតាត់គង់គូមើលថែហេលៀងហោហែមកនេះគូឈីវនេតរីព្រះមហាក្សត្រព្រាបាទប្រតិពីសាលាបាលីទីព្រាបព្រឹកលះតាជាតិរីព្រះមហាក្សត្រព្រាបាទប្រតិពីសាលាបាលី